យើងមានដំណើរកំសាន្តរួមគ្នាមួយនេះចាប់ទុកដូចជាអនុស្សាវរីយ៍មួយដែរដែលយើងបន្សល់ទុកឲ្យគ្នាតទៅមុខទៀតយើងបានសិក្សាពីម្សិលមិញមកក្តីហើយព្រឹកនេះក្តីយើងទទួលបានចំណេះដឹងច្រើនសូម្បីតែអ្នកខ្លះដែលអត់ហ៊ានបញ្ចេញមតិគាត់ទៅប្រជុំម្ដងនៅ office គាត់អត់ដែលមានការចូលរួមសកម្មភាពហើយគាត់តែងតែអង្គុយនៅខាងក្រោយគេតែជាក់ស្ដែងគាត់ហ៊ានឡើងមកនិយាយនៅខាងមុខហើយមានទាំងកាមេរ៉ាថតគាត់ទៀតពីមុនខ្ញុំក៏ដូចអ្នកនរនេះដែរឧស្សាហ៍ខ្ញុំបន្ទាប់ពីចាប់ដៃគ្នារឿងរកម្មរកុសច្រើនពេលរកម្មរកុសឃើញពេកគាត់ផុសលក់ជាអនឡាញសិក្សាតាមអនឡាញឃើញថាល្អហើយក៏ជំរុញគ្រួសារឲ្យចូលជាសមាជិកអត់តាន់បានជួបគ្នាបែបនេះទេក៏ជំរុញគ្រួសារខ្ញុំចូលជាសមាជិកពេញមួយជីវិតតែម្ដងគាត់អត់ទៅទៀតគាត់ថាគេបោកហើយព្រោះច្រើនដែរហើយបញ្ជាក់ខ្ញុំតែបើគេបោកមកវិញរឿងហើយតែដល់ពេលជាក់ស្ដែងដល់ពេលដែលគាត់បានទៅរៀនភាពជាអ្នកដឹកនាំ2ថ្ងៃមកវិញគាត់សឹងថាលុតជង្គង់ថ្វាយអង្គមខ្ញុំអានេះវាជារឿងពិតត្រឡប់មករឿងនេះវិញអញ្ជើញអ្នកទាំងនេះមកប្រជុំនៅ office ភាសាយើងតែងតែមានកម្រង plan យ៉ាងដូចគ្នាតែយើងអត់ដែលមានការឆ្លោះជាក់លាក់បែបនេះទេគឺយើងបានជជែកគ្នាជាមួយក្រុម CEO អញ្ចឹងចំណុចដែលខ្ញុំឃើញរយៈពេលមួយថ្ងៃកន្លះមកដល់ឥឡូវនេះឃើញថាការបំផុសគំនិតរបស់លោកគ្រូគឺបានជួយដល់គ្នាយើងមួយចំនួនខ្ញុំមានភាពសប្បាយរីករាយច្រើនហើយឃើញគ្នាយើងមានការចូលរួមយ៉ាងសកម្មនៅ office បើបានប៉ុណ្្នឹងទៀតមិនដឹងជាលុយប៉ុណ្ណាទេមែនអត់អញ្ចឹងយើងសង្ឃឹមថាទៅ office វិញយើងប្រជុំគ្នាយើងក៏អាចធ្វើសកម្មភាពបានបែបហ្នឹងដែរមែនទេបានអត់កង្វល់ដែលមុននឹងមកនេះទី1គឺបុគ្គលភាគច្រើនគិតថាផលិតផលរបស់យើងអត់អាចទៅរួចលើទីផ្សារទៅលើការគិតអវិជ្ជមានហើយនឹងការចូលរួមសកម្មភាពដែលមិនពេញលេញជាក្រុមការសកម្មភាពចូលរួមជាក្រុមគឺអសកម្មច្រើនមានការខ្វែងគំនិតគ្នាមួយចំនួនទៅលើផលិតផលចំណុចហ្នឹងហើយតែខ្ញុំបានជជែកជាមួយថ្នាក់ដឹកនាំផ្សេងៗទៀតថាអូខេយើងគួរទៅដល់ពេលហើយដែលដឹកដៃចូលទៅ CEO ជុំគ្នាខ្ញុំបានសម័យថាយើងនឹងមានឱកាសមករៀនជុំគ្នាជាមួយនឹងលោកគ្រូអំសេងបូរ៉ាចុងក្រោយដែលយើងបានសម្រេចថាយើងត្រូវតែអញ្ជើញគាត់មកបរិញ្ញានៅគិរីរំហើយវាប្លែកផងយើងធ្វើបានមួយចំនួនធំហើយប៉ុន្តែសកម្មភាពម្សិលមិញរហូតមកដល់ឥឡូវនេះគាត់ដឹងខ្លួនគាត់ថាគាត់គិតអីអញ្ចឹងគាត់បានបញ្ចេញបើខ្ញុំមើលទៅហើយខ្ញុំពេលខ្លះអង្គុយសើចខ្លួនឯងផងពេលខ្លះអង្គុយទៅគាត់ថាអូយើងអាចដល់ប៉ុណ្ណេះគឺល្អហើយការលើសពីការរំពឹងទុកចរន្តសេដ្ឋកិច្ចក្រុមហ៊ុនរបស់ខ្ញុំគឺមានបញ្ហារាំងស្ទះហើយខ្ញុំមិនតាក់ទងមកបងបរិយថាអូខេខ្ញុំសូមជួបគាត់3គ្រួសារគិតពីពេលហ្នឹងហើយអង្គុយជជែកគ្នាពេលយប់ចិត្តភ្លឺក៏មកអង្គុយជជែកគ្នាហើយគាត់ថាអូខេទៅជួបគាត់ឲ្យលើកខ្ចីហើយចំនួនប៉ុណ្ណឹងមកដោះស្រាយហើយអាហ្នឹងគឺជារឿងពិតជជែកគ្នាហើយដល់ពេលទៅជួបជាក់ស្ដែងអត់មានឲ្យលើកខ្ចីផងគ្រាន់តែអង្គុយហូបបាយហើយឲ្យជួយយោបល់ហើយជា1ម៉ោងហើយយើងប្រើពេលមួយអាទិត្យយើងដោះស្រាយបានទំហំលុយប៉ុណ្ណឹងដែលចុងក្រោយជួបលោកគ្រូចុងក្រោយមកបែបនៅពេលដែលខ្ញុំបានជួបជជែកជាមួយក្រុមការងារ CEO មួយគ្រាណាខ្ញុំអាចដោះស្រាយចេញអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូធំនិងលោកគ្រូឡុងសាវ៉ានិងសហការី